đang hướng sân kriêm Russia Ukraine đó thằng đó nên à hay mấy tay là than phiệp đo na hay thằng tiếp nè tam đam phò miền là chia lại than phiệp đo na ở Russia Ukraine ta đặt kia thế bài an toàn man triềm họ rằng đặt kia đặt phiệp ra nè tam đàn à lấy trong update phò miền đó nhưng mà update phò miền chun bạn đừng mày hết sân kriêm Ukraine năng Russia là với đo tầm nặng ca mối để miền lệกันนะในตรึงมันติดในซาแต่มณฑลประติกาชุขยตราในទីលានក្រហមដែលរុស្ស៊ីត្រៀមនឹងធ្វើជួហយត្រារំលឹកទៅដល់ខួប80ឆ្នាំនៃការជ័យជំនះទៅលើពួកណាស៊ីឡម៉ង់ណាហើយគេបានប្រពៃប៉ុន្តែអ៊ុយក្រែនអត់បានធានាសុវត្ថិភាពទៅដល់មេដឹកនាំទាំងឡាយណាដែលមកចូលរួមទេថ្ងៃ6ហ្នឹងអ៊ុយក្រែនដាក់មកក្រាំងសិនទៅពីរុស្ស៊ីណាតែថ្ងៃ9ហ្នឹងបើហ៊ានគេធ្វើជួហយត្រាគឺថាអាចមានបញ្ហាប៉ុន្តែជាក់ស្ដែងថ្ងៃ9នេះពូទីនបានធ្វើជួហយត្រាជោគជ័យមានន័យថាអត់មានការរំខានទេអញ្ចឹងវាបង្ហាញថាអ៊ុយក្រែនកំពុងតែបន្ទន់អេយ៉ាប័តនៅក្នុងការចរចាមួយដែលយើងគិតថាអាចនឹងកើតឡើងឥឡូវនេះ BBC ក៏បានចេញព័ត៌មាននៅថ្ងៃនេះគេបានបញ្ជាក់ថាពូទីនគឺចង់ចរចាគឺតែ2នាក់ជាមួយនឹងអ៊ុយក្រែនទេมันមានការលូកដៃពីសហរដ្ឋអាមេរិកទេព្រោះអាមេរិកតែងតែលូកដៃមកដើម្បីជួយសម្រួលអ៊ុយក្រែនជាមួយនឹងរុស្ស៊ីចរចាគ្នាប៉ុន្តែលោកពូទីនក៏បានបញ្ជាក់ថាបើការចរចាណាកើតឡើងគឺចរចាត្រឹមតែកម្រិតរបស់អ៊ុយក្រែនជាមួយនឹងរុស្ស៊ីទេអញ្ចឹងពូទីនបានដាក់សំណើថាគួរតែមានការចរចាមួយជាអចិន្ត្រៃយ៍នៅថ្ងៃទី15ខែឧសភានៅប្រទេសទូគីយកប្រទេសទូគីទីតាំងនឹងការចរចាប៉ុន្តែគឺហាមមិនឲ្យមានការលូកដៃពីសហរដ្ឋអាមេរិកទេព្រោះភាគីទាំងពីរនេះគឺតែងតែប្រតិបត្តិគ្នាពេលខ្លះសារហេតុផលមួយគឺមានអ្នកលូកដៃនៅទី3អាមេរិកហ្នឹងហើយប៉ុន្តែយើងឆ្ងល់ចុះថាចរចាអញ្ចឹងមិនក៏មានវាយគ្នាទៅអីមែនទេខ្ញុំមានសំណួរមួយឆ្ងល់ក្នុងថាពីដើមឡើយមករុស្ស៊ីកាត់ចរចានឹងលក្ខណៈទាញយកផលចំណេញហើយមែនតើទៅគាត់អត់ចូលចិត្តប្រធានាធិបតី Vladimir Zelensky លោក Zelensky ទេតែឥឡូវមិនបានកាត់ទៀមទាចរចាតែ2នាក់បងគិតថាចរចាហ្នឹងវាអាចដំណើរការទៅបានត្រូវគ្នាអត់បានទេរួយការចរចានេះខ្ញុំគិតថាវាអាចនឹងមានច្រកចេញដែរដោយសារអីដោយសារតែការពីម្សិលមិញហ្នឹងខាងសហគមន៍អឺរ៉ុបជាមួយនឹងខាងប្រទេសអ៊ុយក្រែនហ្នឹងគឺបានជួបប្រជុំគ្នាដើម្បីបង្កើតនៅសាលាការហៅសាលាការគេហៅថាក្រុមជំនុំជម្រះមួយកាត់ទោសនៅពួកខាងរុស្ស៊ីដោយសារតែគេបានចោទប្រកាន់រុស្ស៊ីហ្នឹងគឺជាពិសេសលោកពូទីនហ្នឹងជាអក្រិតជនគ្រាមអន្តរជាតិតុលាការអន្តរជាតិក៏បានចេញសេចក្តីសម្រេចក្នុងការកាត់ទោសលោកពូទីនដែរក៏ប៉ុន្តែมันមានឥទ្ធិពលនៅលើលោកពូទីនដែរដោយសារកត្តាអីដោយសារតែប្រទេសរុស្ស៊ីមិនមែនជាប្រទេសហត្ថលេខីនៅក្នុងការចុះហត្ថលេខាទទួលស្គាល់តុលាការអន្តរជាតិទេអញ្ចឹងมันមានឥទ្ធិពលលើរុស្ស៊ីឡើយប៉ុន្តែសហគមន៍អឺរ៉ុបកំពុងដាក់សម្ពាធដោយធ្វើការពិភាក្សាជាមួយនឹងខាងភាគីអ៊ុយក្រែនដើម្បីប្រមូលនៅភស្តុតាងគ្រប់អ្វីដែលខាងអ៊ុយក្រែនមានក៏ដូចជាខាងអន្តរជាតិអឺរ៉ុបនឹងមានគឺដើម្បីដាក់សម្ពាធទៅលើខាងប្រទេសរុស្ស៊ីអញ្ចឹងប្រហែលជាអាចនឹងអត្តពលនឹងខ្លះដែរបានធ្វើឲ្យរុស្ស៊ីនឹងបន្ទន់អេយ៉ាប័តនៅក្នុងការចរចាជាមួយនឹងខាងអ៊ុយក្រែនប៉ុន្តែក្នុងនាមជាប្រទេសមហាអំណាចប្រហែលជាការចរចាណាមួយនោះប្រហែលជានៅកម្រិតមួយគឺអ៊ុយក្រែនក៏អាចនឹងពិបាកទទួលយកដែរព្រោះយើងដឹងហើយថាប្រហែលជា 20% នៃដីដែលរុស្ស៊ីបានវាយយកបានហ្នឹងគឺមិនឲ្យអ៊ុយក្រែនវិញទេអ៊ុយក្រែនគឺវាបកទៅរុស្ស៊ីក្នុងលក្ខខណ្ឌដើម្បីការពារដីរបស់ខ្លួនហើយចុះបើសិនជារុស្ស៊ីគិតតែវាយយកហើយសួរអ៊ុយក្រែននៅស្ងៀមអត់ទេអ៊ុយក្រែនបើជានៅស្ងៀមទេច្បាស់ជារកភាគីណាមួយមកជួយហើយឥឡូវអាមេរិកហ្នឹងកំពុងតែដូចជាមកជួយលោកដៃលោកជើងហើយដោយសារអាមេរិកគឺអាហ្នឹងក៏មិនប្រយោជន៍អាមេរិកទេណាអាមេរិកជួយមិនអត់ទេព្រោះលក្ខខណ្ឌគឺចរចាក្នុងការរុករករ៉ែកម្រនៅក្នុងប្រទេសអ៊ុយក្រែនអញ្ចឹងបើសិនជារុស្ស៊ីនៅតែឈ្លានពានអ៊ុយក្រែនហើយអ៊ុយក្រែនចង់បានមកឯកដល់រឹងមាំមួយគឺយកអាមេរិកជាខ្នងអញ្ចឹងរុស្ស៊ីក៏យ៉ាប់ដែរហើយបើវាយកាន់តែយូរទៀតរុស្ស៊ីក៏អាចទុនដែរព្រោះហេតុអីរុស្ស៊ីធ្លាប់អះអាងថាវាយអ៊ុយក្រែនតែរយៈពេលតែប្រហែលថ្ងៃយកបានមែនទេលើបានឆ្នាំហើយ3ឆ្នាំហើយតាំងពីថ្ងៃទី24កុម្ភៈ2022មកវាចូល3ឆ្នាំជាងនៅវាយអ៊ុយក្រែនអត់បាយវិញហ្នឹងអញ្ចឹងវាអាចនឹងទុនដៃដែរហើយសហគមន៍អឺរ៉ុបហើយជាមួយនឹងខាងអាមេរិកផងអីផងវាច្រើនដែរព្រួតជាមួយនឹងរុស្ស៊ីប៉ុន្តែបើយើងមើលអំពីកម្លាំងវិញអាខ្លាំងមុំនគរនេះខ្លាំងណា
ប្រទេសលើសកលលោកពីពាត់វាអត់ទាន់ធ្វើឲ្យវាបានហ្នឹងហើយយើងមើលឃើញការពីជួយអត្រាថ្ងៃទី9ឧសភា2025ហ្នឹងឃើញប្រធានាធិបតីចិនស៊ីជីនពីងហ្នឹងក៏បានមានវត្តមាននៅព្រឹត្តិការណ៍ដែរហើយភាគីទាំងពីរក៏បានឯកភាពគ្នាចរចាគ្នាថានឹងជួយគ្នាទៅវិញមកបើសិនជាមានការដាក់សម្ពាធណាមួយពីពួកលោកខាងលិចហើយនេះជាព្រឹត្តិការណ៍ថ្មីៗទៅបង្កើតឡើងណាហើយបានតាមដានដល់កម្រិតណាទៀតហើយខ្ញុំខណៈនេះបងតាមដានហ្នឹងវាមិនសូវជាមានអីវិវត្តច្រើនក្រៅតែពីបាញ់គ្នាប្លង់ដាក់គ្នាចូលឡើងតែក្នុងនាមខ្ញុំផ្ទាល់ខ្លួនខ្ញុំតាមដានរយៈពេល1ឆ្នាំ2ឆ្នាំមកខ្ញុំមើលឃើញសង្គ្រាមនេះអ្នកដែលខាតធំជាងគេគឺរុស្ស៊ីខាតច្រើនហើយខាតអីដែលយើងមិនមែនជាអ្នកវិភាគនយោបាយតែយើងមើលឃើញខាតទី1រុស្ស៊ីបាត់បង់ឥទ្ធិពលខ្លាំងទី2រុស្ស៊ីគឺថាយុទ្ធបកដែលត្រូវលក់ដូរចេញទៅក្រៅប្រទេសដោយសារចេះដោយសាររុស្ស៊ីប្រទេសកុម្មុយនីសហើយប្រព័ន្ធផ្សព្វផ្សាយហ្នឹងវានៅត្បៀតតែអញ្ចឹងលោកសេរីអាកាសហ្នឹងគេប្រម៉ូទសភាវុធគេខ្លាំងជាងហើយយើងស្ដាប់ព័ត៌មានទូទៅគឺបោះរុស្ស៊ីគឺมันមានចង់និយាយថាវាអត់សូវមានឥទ្ធិពលខ្លាំងដោយក្របរបស់អាមេរិកក្របរបស់អឺរ៉ុបអីទេច្រើនថាបើថាមីស៊ីលចាប់មានអាក្របចាប់ក្របផ្លោងវិញចាប់អត់បានចាប់អីចឹងវាមើលទៅវាខាតរុស្ស៊ីខាតទាំងលុយកាក់ខាតទាំងគិតថាបច្ចេកវិទ្យារបស់រុស្ស៊ីហ្នឹងមិនទំនើបដូចនៅមានកម្រិតផ្សេងមានកម្រិតបាននៅមានកម្រិតហើយកន្លងមកតែស្ដាប់មើលគឺគេនិយាយដែរថាកុំនេះគេច្រើនស្អីដែលខ្លួនឯងមានប៉ុណ្ណេះច្រើននិយាយប៉ុណ្ណោះដើម្បីតម្លាគេអូខេស្ដាប់ទៅយើងខំស្ដាប់ពីមុនមកដល់ឥឡូវមើលឃើញថាអូអញ្ចឹងមែនពួកហ្នឹងច្រើនណាមិនសូវជាថាឲ្យពិតប្រាកដទេអត់តម្លាភាពទេធ្វើអីក៏ដោយខ្ញុំមើលឃើញនៅជ្រុងមួយខុសពីវលៈវិញជ្រុងមួយត្រង់ថាអ៊ុយក្រែនតែងតែទាមទារជាច្រើនឆ្នាំហើយថាខ្លួនចង់ចូលទៅក្នុងអង្គការ NATO ដើម្បីពង្រឹងនៅអំណាចរបស់ខ្លួនដើម្បីជ្រៀតចេញអំពីឥទ្ធិពលរបស់រុស្ស៊ីដោយសារតែរុស្ស៊ីហ្នឹងគឺតែងតែឈ្លានពាននៅទឹកដីរបស់អ៊ុយក្រែនជាពិសេសតំបន់ឧបទ្វីបគ្រីមៀដែលបានយកបានទាំងស្រុងហើយហ្នឹងហើយដោយសារហ្នឹងហើយគឺធ្វើឲ្យអ៊ុយក្រែនត្រូវតែរកបង្អែកមួយក្នុងការជួយប្រទេសខ្លួនអញ្ចឹងរកបង្អែកគឺត្រូវរកអង្គការ NATO ដោយសារអង្គការ NATO ហ្នឹងគឺជាព្រោះអ៊ុយក្រែននៅខាងអឺរ៉ុបមិនអញ្ចឹងហ៎តែអង្គការ NATO នៅតែមិនដូចថាជាយាមច្រើនឆ្នាំនៅតែអត់ជោគជ័យទេហើយរុស្ស៊ីក៏បានប្រាប់ថាបើសិនជាព្យាយាមទៅចូលអង្គការ NATO រុស្ស៊ីនឹងធ្វើការឆ្លើយតបដោយសភាវុធដោយសារតែបើសិនជាអ៊ុយក្រែនជាប់ចូលអង្គការ NATO បានជោគជ័យគឺមូលដ្ឋានទ័ពរបស់ពួកអឺរ៉ុបនឹងនៅមាត់ទ្វាររបស់រុស្ស៊ីអញ្ចឹងរុស្ស៊ីដាច់ខាតគឺត្រូវតែមិនអាចឲ្យរឿងនឹងកើតឡើងទេទោះជាក្នុងកម្រិតណាក៏ដោយក៏ត្រូវតែបញ្ញាវិញអ៊ុយក្រែនដែរដើម្បីកុំឲ្យងើបរួចឬក៏ចង់ចូលជាមួយអង្គការ NATO ហើយអ្វីដែលវលៈលើកឡើងថាបច្ចេកវិទ្យារបស់រុស្ស៊ីនៅមានកម្រិតហ្នឹងអាហ្នឹងយើងក៏មិនដឹងព្រោះយើងអត់នៅរុស្ស៊ីដូចគ្នាមែនទេក៏ប៉ុន្តែយើងងាកទៅលើសម័យសង្គ្រាមដែលបានកើតឡើងពីឆ្នាំ1945ដែលបញ្ចប់សង្គ្រាមដែលរុស្ស៊ីបានវាយជោគជ័យទៅលើពួកណាស៊ីវ៉ាឡម៉ង់គឺមិនមែនជារឿងលេងសើចទេព្រោះសម័យនោះសង្គ្រាមលោកទី2ណាស៊ីអាល្លឺម៉ង់ហ្នឹងគឺខ្លាំងណាស់គ្មានប្រទេសរកណាហ៊ានជាមួយវាទេប៉ុន្តែយុទ្ធសាស្ត្រនៃការប្រយុទ្ធក៏ដូចជាសភាវុធដែលរុស្ស៊ីបានត្រៀមខ្លួនហ្នឹងគឺបានធ្វើបានយ៉ាងល្អចំណុចត្រង់នេះខ្ញុំសូមកាត់ប្រសាសន៍បងបន្តិចចំណុចត្រង់អាល្លឺម៉ង់ឈ្នះណាស៊ីអាល្លឺម៉ង់ហ្នឹងគឺរុស្ស៊ីឈ្នះអាល្លឺម៉ង់ហ្នឹងគឺវាមានចំណុចមួយដែលគេហៅទៅដើមគុណសម្បត្តិទៅតាមជាក់ស្ដែងប្រទេសដែលបានវាយជាមួយអាល្លឺម៉ង់យកជ័យជំនះហ្នឹងគឺមានអង់គ្លេសមានអាមេរិកមានបារាំងសម្ព័ន្ធមិត្តហ្នឹងហើយរុស្ស៊ីគាត់តែតស៊ូវាយជាមួយអាល្លឺម៉ង់គឺអាល្លឺម៉ង់នៅវាយអង់គ្លេសអត់បានជោគជ័យគាត់ងាកទៅពង្រីកទឹកដីទៅខាងរុស្ស៊ីនោះគាត់ចាញ់តបរុស្ស៊ីនឹងខ្លាំងធ្ងន់ធ្ងរមែនទែនបន្ទាប់ពីចាញ់នឹងមកបានចាប់ដើមចាញ់ពួកសម្ព័ន្ធមិត្តបន្ថែមទៀតហើយដែលឡែករុស្ស៊ីនេះគឺអត់បានវាយចូលរួមវាយជាមួយអាល្លឺម៉ង់ដែលថាទៀមទាមួយអាមេរិកអត់មានទេអញ្ចឹងហើយបានមានកិច្ចព្រមព្រៀងមួយខ្ញុំចាំថ្ងៃបើថាបើអាល្លឺម៉ង់ចាញ់ហើយអញ្ចឹងពេលដែលជប៉ុននៅមិនតាន់ចោះចាញ់សង្គ្រាមហ្នឹងគឺអាមេរិកទៀមទាឲ្យរុស្ស៊ីហ្នឹងវាយជប៉ុនប៉ុន្តែដោយសារអាមេរិកគាត់ទើបតែមានក្របថ្មីហើយគាត់គិតថាដាក់ទៅហ្នឹងវាជិះវាបានផលប្រយោជន៍ច្រើននេះគាត់
ก็โยสมัยจะทำมองรูซี่ใบตะไวเพราะนี่ก็ดักก็เธอสังเกตต่อมองก็ตัวเลี้ยเข้าไปแต่ก็ตึกเธอบานทำไมนั่งเข้าไปประมาณนั้นนั่นก็จะปนจับรามจ่อจันตื่นยังสำหรับmột bánh mơ đó hay không nó có miền bộ miền đó là mình nè tiêm tia vô con bát riêng luôn hay xây đại rosi on chất nó cứ cái mình ao con bát từ cọt là ngày mà cọt nghĩa từ phần cao chia xã hiệp Xô Viết muối nó អញ្ចឹងដោយសារតែភាពមិនពេញចិត្តហ្នឹងហើយបានធ្វើឲ្យរុស្ស៊ីហ្នឹងបង្កើតដូចជាសហភាពសូវៀតហើយក៏មានសង្គ្រាមទ្យាកើតឡើងអញ្ចឹងមានថាសម្ព័ន្ធមិត្តអាមេរិកជាមួយនឹងរុស្ស៊ីពីសម័យសង្គ្រាមលោកទី2ហ្នឹងត្រូវបានមើលមុខគ្នាមិនត្រង់ក៏បានកើតជាសង្គ្រាមទ្យារៀលដាលរហូតមកដល់សប្តាហ៍ថ្ងៃហ្នឹងទៅហើយប្រទេសអាស៊ីយើងអាស៊ីគ្នាហ្នឹងក៏ជាប់មានបញ្ហាមកមែនណាប៉ុន្តែកុំភ្លេចណារុស្ស៊ីគឺមានសភាវុធទំនើបដែលយើងមើលយើងអាចមើលមិនឃើញថាបានដែរព្រោះនៅក្នុងរជ្ជកាលរដ្ឋការរបស់លោកប្រធានដីមួយណាដែលខ្ញុំបានចាំឈ្មោះទេគឺពេលហ្នឹងគុយបាកំពុងតែស្ថិតនៅក្នុងការជួយជុំជ្រែងពីខាងភាគីរុស្ស៊ីហើយក៏ជាប្រទេសមួយដែលគម្រាមទៅដល់អាមេរិកដែរព្រោះគុយបានេះវាគីអាមេរិកមែនតើបើសិនជារុស្ស៊ីអាចដាក់ជើងទម្របាញ់ម៉ាស៊ីនទៅដល់អ៊ុយក្រែនបានគឺនឹងអាចធ្វើឲ្យប្រទេសអាមេរិកហ្នឹងមានបញ្ហាដូចគ្នាមានពេលណាមួយនោះនាវាមួយទឹករបស់រុស្ស៊ីហ្នឹងគឺចាប់ដើមឆ្លៀតគេហៅថាទៅគុយបាដល់ទៅពេលទៅគុយបាទៅអាមេរិកគេចាប់រលកបានមានតែគេចាប់ពីដំណឹងរបស់នាវាមួយទឹករបស់រុស្ស៊ីហ្នឹងទៅគុយបាអញ្ចឹងទៅអាមេរិកចាប់ដើមបញ្ជានៅកងកម្លាំងជើងទឹករបស់ខ្លួនធ្វើការខាត់នាវាមួយទឹកហ្នឹងតែខាត់ហ្នឹងមិនមែនមានន័យថាខាត់ហៅទូរស័ព្ទទេមិនមែនទេគឺគេទម្លាក់នៅឧបករណ៍មួយដែលរំខានទៅដល់រុស្ស៊ីហ្នឹងដើម្បីឲ្យរុស្ស៊ីដឹងថាមានបញ្ហាគេទម្លាក់ក្របអីចឹងហើយពេលសង្គ្រាមចឹងណាអញ្ចឹងបើយើងមើលអំពីសភាវុធរបស់រុស្ស៊ីនុយក្លេអ៊ែររបស់គេផលិតយូរហើយណាគេមានយុទ្ធឧបករណ៍យោធាគេហ្នឹងក៏ទំនើបដែរហើយតែតែយើងថាមើលទៅមិនទំនើបឬមួយយើងគិតថាពួកខាងកុម្មុយនីសហ្នឹងចេះតែតម្លើងធ្មង់ប៉ុន្តែដូចជាមិនទាន់មានហ៊ានប្រទេសណាហ៊ានទៅវាយវាទេអញ្ចឹងមានន័យថាប្រទេសរុស្ស៊ីក៏អាចមានក្របបល័យលោកដូចគ្នាដែរគាត់ថារុស្ស៊ីក៏គម្រាមថាបើសិនមានរឿងកើតឡើងពិភពលោកហ្នឹងក៏ពិបាកនឹងមានវត្តមានដែរអញ្ចឹងមានន័យថារុស្ស៊ីអាចនឹងមានអ្វីមួយលើពីការរំពឹងទុកដែលយើងមិនទាន់ដឹងហើយធ្វើតែអ៊ុយក្រែនអីរុស្ស៊ីបញ្ជាក់ថាมันចាំបាច់ប្រើអាវុធនុយក្លេអ៊ែរឬរត់បល័យលោកអីទេដូចម្ល៉េះថាអញ្ចឹងរុស្ស៊ីពួកកុម្មុយនីសច្រើនបលឹះមែនទេប៉ុន្តែបើយើងពើព័ត៌មានពួកខាងអឺរ៉ុបវិញក៏បលឹះដល់គ្នាណាអ៊ុយក្រែនបាញ់ទម្លាក់បាញ់រហូតតែដល់ពេលមើលម៉ត់អ៊ុយក្រែនណារុស្ស៊ីមានម៉ត់អីវារុស្ស៊ីនៅតែរុស្ស៊ីដែរតែមើលអ៊ុយក្រែនយើងមើលម៉ត់អញ្ចឹងប្រព័ន្ធផ្សព្វផ្សាយជារឿងសំខាន់ណាហើយយើងការផ្ដល់ព័ត៌មានក៏ជារឿងសំខាន់ដែរអញ្ចឹងយើងផ្ដល់ព័ត៌មានដែលពិតទៅវាធ្វើឲ្យយើងនឹងវិភាគបានគ្រប់ជ្រុងជ្រោយតែព័ត៌មានខ្លះយើងនិយាយឲ្យតែបានតែនិយាយអញ្ចឹងដូចយើងឯងយើងនិយាយបាននិយាយដែរអត់ទេយើងបាននិយាយដែរយើងនិយាយតែយោងទៅលើប្រភពឯកសាររបស់ខាងសារព័ត៌មានល្បីប៉ុន្តែភាសាព័ត៌មានតែមានការលំអៀងទៅលើខាងណាមួយឲ្យជាតិមិនផុតទេអញ្ចឹងបើយើងចូលចិត្តខាងកុម្មុយនីសមើលព័ត៌មានរបស់កុម្មុយនីសទៅឃើញកុម្មុយនីសល្អទៅយើងខាងសេរីមើលទៅគឺពួកសេរីល្អទៅប៉ុន្តែយើងអ្នកតាមដានព័ត៌មានក៏យើងសង្ស័យណាចំណុចនេះខ្ញុំសូមអធិស្ឋានពីបងប្អូនស្ដាប់ដែរថាយើងស្ដាប់ទៅយើងថាហាក់ដូចជាមានទំនោរទៅខាងសេរីមែនទែនខ្ញុំអត់ក្នុងនេះនិយាយមិនគិតរឿងសេរីគិតរឿងកុម្មុយនីសប៉ុន្តែយើងវិភាគទៅលើបច្ចេកវិទ្យាជំនាន់សហរដ្ឋអាមេរិកគាត់មានបច្ចេកវិទ្យាលឿនជាងគេអ្នកណាក៏ទូស្គាល់ដែរលឿនជាងរុស្ស៊ីយើងមើលឧទាហរណ៍ជាក់ស្ដែងរុស្ស៊ីគាត់បានប្រឹងប្រែងធ្វើដូចជាសាវជ្រាវនៅភពច័ន្ទអីប៉ុន្តែទីបំផុតគាត់នៅតែដើរក្រោយអាមេរិកចាប់ដើមងាកទៅដល់នោះងាកទៅគេឡើងទៅដល់មុនអញ្ចឹងតែនឹងចាញ់មួយទី2បើយើងមើលពីភាពជឿនលឿនរបស់សហរដ្ឋអាមេរិកពីសង្គ្រាមលោកលើកទី2ឆ្នាំ1940ជាងមកបានបញ្ចប់មកហើយគេមានក្របបល័យលោកចំតម្រាំពីនោះមកដល់ឥឡូវនេះវាជិត100ឆ្នាំដែរហើយអញ្ចឹងតើការវិវត្តបច្ចេកវិទ្យាហ្នឹងវាទំនើបដល់ណាអញ្ចឹងបានពាក្យខ្មែរមួយថាពេលខ្លះអ្នកដែលនិយាយច្រើនគឺមិនសូវធ្វើហើយអ្នកដែលមិននិយាយច្រើនតែធ្វើច្រើនអញ្ចឹងខ្ញុំគិតថាសហរដ្ឋអាមេរិកគាត់បានធ្វើច្រើនមើលទៅតែស្អីដែលយើងមិនដឹងវាសេរីមែនតែស្អីដែលគេចង់បង្ហាញគេបង្ហាញតែគេមិនចង់បង្ហាញគេលាក់កំបាំងដដែលអញ្
ចឹងអាមេរិកនៅតែខ្លាំងហើយយ៉ាងណារុស្ស៊ីនៅតែញើតអាមេរិកប៉ុន្តែអាមេរិកក៏ញើតរុស្ស៊ីដែរសាររុស្ស៊ីមានសម្ព័ន្ធមិត្តច្រើនដែរបើយើងនិយាយអំពីប្រព័ន្ធអវកាសវិញតាមពិតទៅបើតាមជាខ្ញុំដឹងបើតាមខ្ញុំដឹងនោះមិនថាច្បាស់ឬមិនច្បាស់ទេបងប្អូនអ្នកស្ដាប់គិតថាច្បាស់ចាំជួយប្រាប់ផងបើតាមខ្ញុំដឹងដូចជារុស្ស៊ីជាអ្នកដែលឡើងដល់ឋានប្រចាំមុនគេគ្រាន់តែរុស្ស៊ីមិនបានបង្ហាញបោះតាំងណាមួយថាខ្លួនបានតម្កល់អ្វីនៅទុកនៅនោះទេប៉ុន្តែដល់ពេលអាមេរិកឡើងទៅក្រោយមកអាមេរិកក៏ចាប់ដើមឃើញថារុស្ស៊ីបានធ្វើបច្ចេកវិទ្យាមួយហួសអ្វីដែលខ្លួនគិតហើយអញ្ចឹងអាមេរិកក៏ចាប់ដើមឡើងទៅឋានប្រចាំដែរអញ្ចឹងពេលនោះដែល Neil Armstrong ឡើងទៅហ្នឹងគឺបានដោតទង់ជាតិអាមេរិកមួយហើយបានប្រកាសប្រាប់ពិភពលោកថាសហរដ្ឋអាមេរិកគឺជាប្រទេសមួយដែលបានឡើងដល់ឋានប្រចាំមុនគេប៉ុន្តែយ៉ាងស្ដែងដូចជារុស្ស៊ីទេដែលឡើងទៅដល់មុនគេព្រោះដោយសារកត្តាហ្នឹងហើយបានយើងឃើញថាអាមេរិកវាចាប់ដើមប្រឹងប្រែងដើម្បីធ្វើមិនរត់ទាន់បច្ចេកវិទ្យាជាមួយនឹងប្រទេសដែលមានអំណាចដូចជាប្រទេសរុស្ស៊ីជាដើមនិយាយតាក់ទងជាមួយនឹងប្រទេសអាមេរិកហ្នឹងជាការពិតហើយអាមេរិកគឺជាប្រទេសមួយមហាអំណាចត្បិតពិភពលោកកំពុងតែមើលឃើញថាអាមេរិកកំពុងតែមានភាពអន់ខ្សោយឬក៏ចោះថយនៅកម្រិតណាមួយដោយសារតែលោក Donald Trump បានឡើងមកកាន់អាណត្តិទី2នេះបង្កទៅជាបញ្ហាគេហៅថានេះណា trade ណាចាក់តងជាមួយនឹងសង្គ្រាមពាណិជ្ជកម្មជាពិសេសគឺជាមួយចិនហ្នឹងម្ដងហើយចិនអត់ញើទេដោយសារតែចិនគឺជាប្រទេសមួយដែលជាប្រភពដែលគេហៅថាបច្ចេកវិទ្យាលើក៏ខ្លាំងដែរហើយជាប្រភពមួយដែលកម្លាំងពលកម្មនៃការផលិតផ្សេងៗគឺចេញពីប្រទេសចិនអញ្ចឹងបើអាមេរិកអាចពិបាកដែរបើសិនជាធ្វើសង្គ្រាមមួយចិនប៉ុន្តែគេសួរថាចុះបើសិនជាយើងសង្គ្រាមកើតឡើងរវាងចិននិងអាមេរិកយើងគិតថាមួយណាដែលជាប្រទេសដែលមានជ័យជំនះគឺប្រទេសពីរហ្នឹងខ្ញុំមានថារឿងហ្នឹងមិនអាចកើតឡើងព្រោះចិនមិនល្ងងទេនិយាយមែនទេទៅប្រទេសចិនទើបតែចាប់ផ្ដើមមានឥទ្ធិពលខ្លាំងមួយរយៈពេលចុងក្រោយនេះទេអញ្ចឹងចិនមិនល្ងងទៅធ្វើសង្គ្រាមអាមេរិកដើម្បីបំផ្លាញខ្លួនឯងទេដោយសារទោះបីថាគាត់ខ្លាំងប៉ុណ្ណាក៏គាត់មិនដល់ថ្នាក់ហ៊ានទៅធ្វើសង្គ្រាមអាមេរិកដែរដោយសារគាត់គិតថាធម្មតាគេហៅអ្នកមានស្តុកនិងអ្នកមានច័ន្ទថ្មីខុសគ្នាអ្នកមានស្តុកគេចាស់ចិត្តចាស់គំនិតថោកសម្បត្តិសល់ច្រើនអញ្ចឹងគំនិតគេគឺវែងឆ្ងាយជាងអ្នកដែលទើបមានឡើងថ្មីហ្នឹងគឺចង់ឲ្យគេដឹងថាខ្លួនឯងមានអីចឹងទៅប៉ុន្តែពេលខ្លះខាងក្នុងហ្នឹងក៏វាមិនតាន់រឹងមាំអីទេអញ្ចឹងចិនមិនល្ងងបំផ្លាញខ្លួនឯងខ្ញុំគិតថាចឹងចុះបើសិនជាករណីប្រទេសពីរហ្នឹងពិតជាវាយគ្នាមែនក្នុងនាមជាប្រទេសទល់នឹងប្រទេសប្រើប្រាស់សង្គ្រាមអាវុធផ្សេងយកចិនឬក៏យកអាមេរិកសម្រាប់ខ្ញុំចិនស៊ីខ្ញុំគ្រប់គ្រងប៉ុន្តែគាត់ថាខ្ញុំមិនគ្រប់គ្រងឲ្យមានសង្គ្រាមទេតែបើករណីមានសង្គ្រាមមែននឹងបន្ទុកបីថាយើងនៅអាស៊ីហើយអ្នកនៅអឺរ៉ុបក៏ស្ងប់ដូចគ្នាបាទព្រោះដោយសារប្រទេសទាំងពីរសិតតែមានអាវុធផ្លាយលោកដូចគ្នាហើយក្នុងនោះបូកផ្សំនឹងសម្ព័ន្ធមិត្តមានរៀងខ្លួនអញ្ចឹងដូចលោក Albert Einstein ថាបើសិនជាមានសង្គ្រាមលោកទី3មែនមនុស្សបន្ទាប់ពីសង្គ្រាមហ្នឹងហើយមនុស្សគឺដុំថ្មគប់គ្នាបាទគឺអស់លីងហ្មងអត់មានអីក្រៅឥឡូវបើយើងនិយាយលក្ខខណ្ឌតែ2និយាយលក្ខខណ្ឌថាស្ពៃសេកូវាវាយគ្នាដាច់ថាស្ពៃសេកូអញ្ចឹងបើសិនជា2ហ្នឹងវាយទៅគ្នាយើងនិយាយប្រទេសផ្សេងចូលរួមជួយហើយគិតថាចិនឬក៏អាមេរិកទទួលជ័យជំនះរវាងសង្គ្រាមមួយហ្នឹងខ្ញុំគិតថាមួយណាស្ពៃមួយណាស្អីស្ពៃហ្នឹងគឺអាមេរិកព្រោះគេថាយកអាមេរិកស្ពៃហើយអញ្ចឹងណាហើយបើសេកូយើងនិយាយថាចិនហ្នឹងចាចិនសេកូអាមេរិកស្ពៃខ្ញុំដូចខ្ញុំនិយាយអញ្ចឹងខ្ញុំស្រឡាញ់ប្រទេសមិនមានប្រទេសប្រទេសណាប៉ុន្តែស្អីដែលខ្ញុំយកគឺដោយយោងទៅលើបច្ចុប្បន្នគេថាសុខភាពដែលយើងមានសារជាតិគីមីច្រើនអញ្ចឹងខ្ញុំសុខចិត្តហូបបន្លែខ្ញុំយកស្ពៃយកស្ពៃយកស្រមោលហ៊ានយកស្ពៃអញ្ចឹងណាអូខេព្រោះយ៉ាងណាក៏បើសិនជាយើងដើម្បីទៅរស់ទី1ស្ពៃអត់សូវប៉ះពាល់ឡើងចិត្តសិទ្ធទី2ស្ពៃមានគ្នាច្រើនមានស្ពៃក្តោបមានសាច់ណាអីច្រើនជាងសាច់គោបាទសាច់គោមានតែសាច់គោហើយសាច់ជ្រូកទេបាទអញ្ចឹងយកស្ពៃណាបាទខ្ញុំក៏គិតថាស្ពៃដែរព្រោះស្ពៃនេះវាធ្លាប់បានធ្វើរឿងរ៉ាវដែលយើងនឹកស្មានមិនដល់ច្រើនហើយតាក់ទងជាមួយនឹងរឿងពិភពលោកយើងនៅចាំបានព្រឹត្តិការណ៍ដែលប្រទេសជប៉ុនជាមហាអំណាចមួយបានលុកលុយនៅតំបន់សកលលោកផងអាស៊ីផងហ៊ានប៉ះដល់មហាយៈអាមេរិកទៀតដាស់អាមេរិកឲ្យងើបពីដីទៀតពេលនោះហើយជាពេលវេលាមួយដែលអាមេរិកបានប្រើប្រាស់នៅក្របបែកប៉ាវ៉ាណូគម្រាមដល់ប្រទេសជប៉ុនក៏ដូចជា20ទៅដល់សកលលោកទាំងមូលដែរហីរ៉ូស៊ីម៉ាខ្ញុំបានទៅដល់ហើយនៅប្រទេសជប៉ុននោះខ្ញុំបានឃើញអំពីអ្វីដែល
ជាព្រឹត្តិការណ៍ដ៏សោកនាដកម្មដែលប្រជាជនជប៉ុនបានទទួលរងហើយនឹង Nagasaki ក៏ដូចគ្នាដែរពីកន្លែងហ្នឹងតែខ្ញុំបានទៅ Hiroshima ខ្ញុំឃើញព្រឹត្តិការណ៍ហ្នឹងពេលយើងឃើញព្រឹត្តិការណ៍ហ្នឹងហើយតែគេនិយាយពីប្រវត្តិគឺសោកនាដកម្មនេះគឺយើងនិយាយមិនចេញគ្រាន់តែបាននៅតែបាននេះហ្នឹងគឺធ្វើឲ្យខ្ទេចគ្រប់យ៉ាងអស់ដែលមាននៅក្នុងប្រទេសជប៉ុនហ្នឹងហើយអ្នកដែលបានរស់រានមានជីវិតជំនាន់ហ្នឹងគេក៏បានទៅស្ទូអនុស្សាវរីយ៍មួយរំលឹកហើយគេបានទៅសេស្ពាក្យស្លោកមួយគេដាក់ថាខ្ញុំនឹងគេថាសូមឲ្យអ្នកបានទៅកាន់ទីដ៏ស្ងប់ខ្ញុំអ្នកចំនួនក្រោយនឹងមិនដើរតាមដានជើងរបស់អ្នកឡើយមានន័យថាអ្វីដែលជប៉ុនបានធ្វើជាមួយនឹងពិភពលោកធ្វើឲ្យជប៉ុនខ្ទេចខ្ទាំដល់សប្តាហ៍ថ្ងៃអញ្ចឹងហើយអ្នកចំនួនក្រោយក៏សន្យាជាមួយនឹងខ្លួនឯងថាមិនធ្វើសង្គ្រាមទេគឺគិតតែរឿងកសាងសន្តិភាពហើយជួយប្រទេសផ្សេងៗមានសន្តិភាពដូចចាត់បច្ចុប្បន្នអញ្ចឹងជប៉ុនដែលជួយប្រទេសសឹងតែពេញសកលលោកហើយអ្វីដែលជប៉ុនអាចជួយបានគឺជួយដោយទាំងពួកយើងដោយទាំងប្រទេសខ្មែរយើងក៏ជប៉ុនជួយដែរអញ្ចឹងនេះជាអ្វីមួយដែលបានកើតនៅលើរឿងរ៉ាវសកលលោកចាំយើងទៅនេះចាំយើងពិភាក្សាគ្នាបន្ថែមទៀតអ្វីដែលយើងដឹងដើម្បីចែកម្លែកចំណេះដឹងដល់បងប្អូនដែលមើលព័ត៌មានជាពិសេសអ្នកចូលចិត្តតាមដានព័ត៌មានអធិស្ឋានពួកខ្ញុំមិនមែនជាអ្នកព័ត៌មានអីស៊ីជម្រៅទេប៉ុន្តែគ្រាន់តែមើលព័ត៌មានដឹងក៏ចែកម្លែកទៅតាមអ្វីដែលពួកយើងយល់ដឹងចំណេះដឹងយើងមានប៉ុណ្ណាយើងនិយាយប៉ុណ្ណឹងយើងអត់បំភ្លឺអីទេហើយព្រោះយើងក៏មិនមែនជាអ្នកដែលនៅក្នុងព្រឹត្តិការណ៍ផ្ទាល់ដូចនៅរុស្ស៊ីអ៊ុយក្រែនឬទៅគេថាយើងថាតាមគេអាហ្នឹងយើងថាទៅប៉ុន្តែការវិភាគវែកញែកគឺឲ្យបងប្អូនហ្នឹងយកទៅពិចារណាដោយសារតែការពិចារណាធ្វើឲ្យយើងគិតបានដិតដល់ហើយការពិចារណាមួយដែលមានភាពមិនកណ្ដាលយើងអកតេទៅលើច្រកណាមួយនោះយើងនឹកឃើញកាលពីសម័យខ្ញុំតន់កើតផងនៅលើតាចាស់ថាម៉ែពតណាដោយសារតែរឿងមនោគមវិជ្ជាហ្នឹងហើយដែលការលំអៀងទៅដល់មួយធ្វើឲ្យយើងហ្នឹងបាត់បង់ឱកាសឆ្លោះនេះទៅជាបញ្ហាដល់ប្រទេសយើងអរគុណយើងជួបគ្នានៅវីដេអូក្រោយទៀតបាយជប់បងសូមបន្ថែមតាមពិតទៅមានរឿងហៅច្រើនរឿងអាមេរិកហើយនឹងរបៀបរបស់អាមេរិកនិងរបៀបរបស់រុស្ស៊ីក្នុងសង្គ្រាមលោកលើកទី2ប៉ុន្តែដោយសារពេលវេលាខ្លីអញ្ចឹងនិយាយទៅប៉ុណ្ណឹងបាទអរគុណច្រើនជួបគ្នាវីដេអូក្រោយបាយ